បាទសូមជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍ការមកកាន់ Channel របស់ខ្ញុំបាទជា Channel រៀននៅភាសាអង់គ្លេសបាទ Channel របស់ខ្ញុំបាទ Learning English with Mr. វណ្ណៈសុខយើងនឹងរៀនបាទទាំងអស់គ្នាបាទចំណាយពេលរយៈពេល15នាទីបាទដើម្បីរៀននៅពាក្យកន្លឹះបាទនៅក្នុងផ្ទះបាយហើយយើងនឹងរៀនពាក្យទូទៅនិងអត្ថន័យនិងរបៀបនៃការប្រើប្រាស់នៅប្រយោគនីមួយៗងាយៗបាទតោះចាប់ផ្ដើមជាមួយនឹងខ្ញុំបាទHello everyone, welcome back to our English learning channel. Today 15-minute lesson is all about kitchen vocabulary. We will learn common words, their meaning and how to use them in simple sentences. Let's get started. បាទចឹងសូមពុកម៉ែបងប្អូនចូលរួមនៅក្នុងការអាននៅក្នុងការចងចាំបាទទន្ទិញនៅពាក្យវគ្គសព្ទនីមួយៗដែលទាក់ទងនឹងការប្រើប្រាស់នៅក្នុងផ្ទះបាយផងដែរចឹងសម្រាប់ផ្ទះបាយភាសាអង់គ្លេសដែលយើងអានថា kitchen equipment បាទចឹងសូមបានចូលរួមនៅក្នុងការអានជាមួយនឹងខ្ញុំបាននៅវគ្គសព្ទទាក់ទងនឹងការដែលយើងប្រើប្រាស់នៅក្នុងផ្ទះបាយគឺទាក់ទងនឹងភាសាអង់គ្លេសយើងអានថា stove បាទចឹងសូមបានចូលរួមអានជាមួយនឹងខ្ញុំឲ្យបាន3ដង stove បាទដែលយើងបកថាចង្ក្រានequipment used for cooking food បាទដែលមានន័យថាជាឧបករណ៍ឬក៏សម្ភារៈដែលយើងប្រើប្រាស់សម្រាប់ចម្អិនអាហារបាទអញ្ចឹងពាក្យវគ្គសព្ទបន្តទៀតសូមអានចូលរួមអានជាមួយនឹងខ្ញុំឲ្យបាន3ដងផងដែរ refrigerator បាទយើងអានមួយទៀតអានថា fridge បាទ refrigerator បាទ fridge កកបាទដល់ពេល refrigerator ដែលមានន័យថាទូទឹកកក keep food cool បាទទូទឹកកកគឺរក្សានៅម្ហូបឲ្យវាមានភាពស្រស់បាទត្រជាក់អញ្ចឹងពាក្យវគ្គសព្ទដែលប្រើប្រាស់នៅក្នុងផ្ទះបាយបន្តទៀតភាសាអង់គ្លេសដែលយើងអានថា sink បាទសូមបានចូលរួមអានជាមួយខ្ញុំបាទឲ្យបាន3ដង sink បាទដែលយើងបកថាឡាបូលាងចាន where you wash dishes បាទជាទីកន្លែងដែលអ្នកលាងចានឬដែលយើងលាងចានបាទវគ្គសព្ទបន្តទៀតបាទភាសាអង់គ្លេសយើងអានថា cabinet បាទសូមបានអានជាមួយខ្ញុំឲ្យបាន3ដង cabinet បាទដែលយើងបកប្រែថាទូបាទដាក់ពែងដាក់កែវដាក់ចាននិងដាក់អ្វីផ្សេងទៀតបាទបន្តទៀតជាវគ្គសព្ទដែលយើងប្រើប្រាស់នៅក្នុងផ្ទះបាយនោះគឺយើងអានថា counter បាទបកជាភាសាខ្មែរដែលយើងបកថាធ្នើបាយឬក៏តុដែលមានផ្ទៃរាបស្មើសម្រាប់ក្នុងការដាក់ម្ហូបអាហារបាទរៀបចំម្ហូបអាហារដើម្បីនឹងបរិភោគអានេះយើងចូលដល់ដំណាក់កាលតាក់ទងនឹង cooking tool បាទដែលយើងបកប្រែថាឧបករណ៍ធ្វើម្ហូបបាទអញ្ចឹងតើ
ឧបករណ៍ធ្វើម្ហូបរបស់យើងនៅក្នុងផ្ទះបាយតើមានអ្វីខ្លះនោះសូមចូលរួមសិក្សាជាមួយខ្ញុំបន្តទៀតបាទអញ្ចឹងពាក្យវគ្គសព្ទដែលយើងប្រើប្រាស់ដែលជាឧបករណ៍នោះដែលយើងអានថា paint paint pen pen ដែលយើងបកប្រែថាខ្ទះ use it for frying បាទដែលយើងប្រើប្រាស់សម្រាប់ចៀនបាទឆាឬអីទៅបាទពាក្យវគ្គសព្ទបន្ទាប់ទៀតគឺយើងអានថា pot 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 បកប្រែថាឆ្នាំងបាទដែលយើងប្រើប្រាស់សម្រាប់អីគេស្ងោរឬក៏ដាំអីចឹងទៅបាទឬក៏ស្លម្ហូបឬក៏ដាំបាយដាំអីចឹងទៅមួយទៀតដែលយើងអានថាជាភាសាអង់គ្លេស knife 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 បាទដែលយើងបកប្រែថាកាំបិត use it for cutting បាទដែលយើងប្រើប្រាស់សម្រាប់ហាន់កាត់ចិញ្ច្រាំអីចឹងទៅបាទបាទពាក្យវគ្គសព្ទបន្តទៀតដែលយើងប្រើប្រាស់នៅក្នុងបាទផ្ទះបាយរបស់យើងនោះគឺភាសាអង់គ្លេសយើងអានថា cutting board បាទសូមបានចូលរួមអានជាមួយខ្ញុំឲ្យបាន3ដង cutting board cutting board បាទដែលយើងបកប្រែថាជ្រុញ board for cutting food បាទជ្រុញដែលសម្រាប់កាត់ហាន់ចិញ្ច្រាំម្ហូបអាហារបាទពាក្យដែលយើងប្រើប្រាស់បន្តទៀតនៅក្នុងផ្ទះបាយនោះដែលយើងអានថា spatula បាទ spatula 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 បាទយើងបកថាវែកបាទអញ្ចឹងវែកនេះដែលជាឧបករណ៍មួយដែលយើងប្រើប្រាស់សម្រាប់នឹងកូរសម្រាប់នឹងលាយសម្រាប់នឹងកូរវឹកបាទសម្រាប់ម្ហូបអាហារផងដែរបាទបន្តទៀតភាសាអង់គ្លេសដែលទាក់ទងនឹងពាក្យវគ្គសព្ទដែលយើងប្រើប្រាស់នៅក្នុងផ្ទះបាយនោះគឺយើងអានថាបញ្ចេញសំឡេងថា ladle 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 បាទយើងបកប្រែថាវែកសម្លដែលគេហៅវាជា deep spoon for soup មានន័យថាជាស្លាបព្រាឬក៏វែកដែលជ្រៅកន្លងបាទសម្រាប់ដួសតែស៊ុបនោះទេដែលមានទឹកស៊ុបបាទអញ្ចឹងពាក្យកិរិយាសព្ទពាក្យវគ្គសព្ទដែលយើងនឹងរៀនតទៀតនោះបាទគឺទាក់ទងនឹងចានរៀបបាទចានរៀបភាសាខ្មែរតភាសាអង់គ្លេសយើងអានថា plate បាទសូមអានជាមួយខ្ញុំឲ្យបាន3ដង plate plate បាទ the plate dish បាទចានដែលមានភាពរាបស្មើបាទ plate plate នោះមានន័យថារៀបបាទអញ្ចឹងវគ្គសព្ទដែលយើងប្រើប្រាស់នៅក្នុងផ្ទះបាយបន្តទៀតនោះគឺយើងភាសាអង់គ្លេសយើងអានថា bowls បាទសូមបានអានជាមួយខ្ញុំឲ្យបាន3ដង bowls បាទបើយើងបញ្ចេញសំឡេងមកគឺ b o bowl 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 បាទភាសាខ្មែរយើងអានថាចានគោដែលគេប្រើប្រាស់សម្រាប់សម្លឬក៏ឆុងមីឬក៏ដាក់មីដាក់អីចឹងទៅបាទមួយទៀតដែលជាវគ្គសព្ទដែលយើងប្រើប្រាស់នៅក្នុងផ្ទះបាយបាទដែលយើងអាននៅក្នុងភាសាអង់គ្លេសយើងអានថា cup បាទ
សូមបានចូលរួមអានជាមួយខ្ញុំឲ្យបាន3ដង cup cup បានបកប្រែថាពេងដែលយើងប្រើសម្រាប់ផឹកបាទជាកាហ្វេក្តីជាទឹកក្តីបាទភេសជ្ជៈក្តីគឺយើងប្រើ cup សម្រាប់ដាក់កាហ្វេរបស់យើងបាទវគ្គសាស្ត្របន្តទៀតដែលយើងអានថា glass បាទ glass glass បាទដែលយើងបកថាកែវសម្រាប់ផឹកទឹកបាទបន្តទៀតយើងអានថា fork បាទភាសាអង់គ្លេសយើងអានថា fork fork បាទដែលយើងបកជាភាសាខ្មែរយើងថា song use it for picking up food បាទអញ្ចឹងពុកម៉ែបងប្អូនដឹងហើយថា song គឺវាប្រើប្រាស់សម្រាប់ក្នុងការលើកយកម្ហូបដែលចាប់ចុចបាទទៅលើសាច់ឬក៏បន្លែឬក៏ម្ហូបអីហ្នឹងបាទសូមវាមានសារៈសំខាន់ណាស់បាទក្នុងការប្រើប្រាស់បាទអញ្ចឹងសូមបានចូលរួមរៀនបន្តទៀតជាមួយខ្ញុំនៅវគ្គសាស្ត្រពាក្យដែលយើងប្រើប្រាស់នៅក្នុងផ្ទះបាយបាទគឺយើងប្រើថាដែលយើងអានថា spoon បាទសូមបានចូលរួមបញ្ចេញសំឡេងជាមួយនឹងខ្ញុំឲ្យបាន3ដង spoon 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 បាទ for soup or rice បាទយើងប្រើស្លាបព្រាបាទសម្រាប់នៅក្នុងការដួសស៊ុបទឹកស៊ុបឬក៏បាយដែលនៅជិតខ្លួនរបស់យើងបាទវគ្គសព្ទបន្តទៀតដែលយើងអានភាសាអង់គ្លេសថា wish 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 ដែលយើងបកថាវែកបំបែកពងមាន់មានថាវែកប្រដាប់មួយទៀតដែលយើងប្រើសម្រាប់នៅក្នុងការបំបែកវាយទៅលើពងមាន់ដែលយើងបានដាក់នៅក្នុងចានគោមដើម្បីឲ្យវាល្មួតចូលជាមួយនឹងគ្នាបាទ use it for mixing egg បាទដែលយើងប្រើឧបករណ៍វែកវាយពងមាន់នេះគឺសម្រាប់ក្នុងការលាយស៊ុតបាទដើម្បីឲ្យវាចូលគ្នាឲ្យបានល្អផងដែរអញ្ចឹងវគ្គសាស្ត្របន្តទៀតដែលយើងនឹងរៀនជាមួយគ្នាគឺ chopsticks chopsticks chopstick chopstick ដែលយើងបកថាចង្កឹះ to stick for eating យើងប្រើចង្កឹះមកគូបាទដើម្បីនឹងបរិភោគដែរបាទនៅក្នុងការចាប់ជាបាយឬក៏ជាបន្លែឬក៏ជាត្រីអីហ្នឹងគឺក៏យើងប្រើchopstick ដែរបាទនេះគឺជាក្រុម food បាទចំណីអាហារនិងគ្រឿងផ្សំបាទយើងនឹងសិក្សាទាំងអស់គ្នាដែលតកតងនឹងវគ្គសាស្ត្រមួយដែលយើងតែងតែប្រើប្រាស់នៅក្នុងផ្ទះបាយរបស់យើងគឺ food ingredient បាទមានន័យថាចំណីអាហារនិងគ្រឿងផ្សំបាទអញ្ចឹងតើយើងអាចនឹងដឹងគ្រឿងផ្សំដោយរបៀបណាសូមបានចូលរួមនៅក្នុងការរៀនជាមួយនឹងខ្ញុំបានបាទទី1យើងអានថា vegetable បាទ vegetable បាទជួនកាលយើងយល់ច្រឡំយើងអាន vegetable គឺអត់ត្រូវទេអញ្ចឹងយើងអានថា vegetable បាទ vegetable 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 បាទបន្លែដែលយើងបកថាបន្លែបាទនេះយើងអានថា carrot carrot ដែលបកថាការ៉ុតសូមបានអានជាមួយខ្ញុំឲ្យបាន3ដង carrot 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 បាទមួយទៀតយើងអានថាមិន onion ទេបាទយើងអានថា onion onion មិន onion ទេបាទយើងអានថា onion បកថាខ្ទឹមបារាំងបាទនេះពុកម៉ែបងប្អូនអានយ៉ាងម៉េចដែរបាទយើងអានទៅតាម
សំឡេងនៅខាងក្នុងគឺអានថា garlic 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 បកថាខ្ទឹមសបាទអានេះយើងអានថា fruit 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 បាទដែលបកថាផ្លែឈើបាទអានេះយើងអានថា bananas បាទ bananas យើងអានថា bananas បាទបកថាចេកបាទមួយនេះយើងអានថា apple apple បាទ apple បកថាផ្លែប៉ោមបាទជាងវាក្យសព្ទនេះយើងអានថា orange 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 បាទបកថាក្រូចអានេះយើងអានថា meat 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 បាទបកថាសាច់បាទនេះយើងអានវិញអានថាសំឡេងឆឹកបាទ chicken chicken ដែលយើងបកថាសាច់មាន់ chicken chicken បាទមួយទៀតយើងអានថា beef 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 បាទបកថាសាច់គោបាទនេះយើងអានថា fish 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 បកថាត្រីបាទនេះយើងអានប៉ុន្តែយើងបកប្រែបានពីរបាទយើងអានថា rice 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 បកថាបាយឬក៏អង្ករបាទយើងបកបានពីរដែរនេះយើងអានថា spice ហើយយើងអានថា spice បកថាគ្រឿងទេស spy spy បកថាគ្រឿងទេសបាទនេះយើងអានថា salt salt បាទ salt បកថាអំបិលបាទនេះយើងអានថា pepper 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 បកថាម្រេចបាទនេះយើងអានថា sugar 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 បកថាស្ករសបាទអញ្ចឹងយើងចូលដល់សកម្មភាពមួយទៀតដែលទាក់ទងនឹង kitchen action verb បាទទាក់ទងនឹងកិរិយាសព្ទសកម្មភាពក្នុងផ្ទះបាយបាទមានដូចជា cook បាទ cook cook បាទដែលយើងបកហៅថាចម្អិនបាទមួយទៀតយើងអានថា boil 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 បាទសំឡេងរបស់វាគឺអយជាយើងអានថា boil បកថាដាំឬក៏ស្ងោរបាទមួយទៀតយើងអានថា fry fry ស៊ីងអាយបាទសំឡេងស៊ីងខាងក្នុងអាយជាយើងអានថា fry បកថាចៀនបំពងអីទៅបាទ cut chop slice បាទយើងបកថាហាន់ចិញ្ច្រាំកាត់បាទភាសាអង់គ្លេសយើងអានថា mix 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 បាទបកថាលាយច្របល់បាទហើយយើងមើលក្នុងវីដេអូយើងឃើញលាងបាទលាងខ្ទះលាងចានលាងអីហ្នឹងបាទយើងអានថា wash បាទយើងអានថា wash បាទ serve បាទ serve នៅពេលដែលយើងដួសបាយឲ្យនរណាម្នាក់យើងប្រើ serve ដែរចឹងមិនដល់ពេលដែលអ្នកបម្រើគាត់យកជាទឹកក្តីជាម្ហូបក្តីជាបាយក្តីគឺគាត់ប្រើ serve ដែរបាទខ្ញុំសូមបានអានជាមួយខ្ញុំបាន3ដង serve 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 បាទឥឡូវយើងចូលដល់វគ្គនៃការ practice sentences បាទគឺប្រយោគសម្រាប់អនុវត្តទី1 Can you
pass me the spoon បាទតើអ្នកអាចហុចស្លាបព្រាមកឲ្យខ្ញុំបានទេបាទអញ្ចឹងសូមបានចូលរួមអានជាមួយខ្ញុំឲ្យបាន3ដង Can you pass me the spoon Can you pass me the phone បាទនេះគឺជាប្រយោគដែលតកតងនឹងការចំអិនការធ្វើនៅសកម្មភាពអីមួយបាទនៅក្នុងការហុចបាទស្ព្រាឬក៏សមឬក៏កំបិតអីទៅបាទអញ្ចឹងសំណួរសួរនៅពេលដែលយើងរកអ្វីមួយដូចជារកកំបិតអត់ឃើញយើងប្រើពាក្យ where is knife បាទ where is knife តើកំបិតនៅឯណាអញ្ចឹងសូមបានអានជាមួយខ្ញុំ where is the knife បាទតទៀត please open the refrigerator បាទនេះគឺជាឃ្លាសកម្មភាពនៃការដែលយើងប្រើប្រាស់បាទ please open the refrigerator បាទសូមបានបើកទូទឹកទូទឹកកកបាទ I am cooking in the kitchen បាទសូមបានអានជាមួយខ្ញុំបាន3ដង I am cooking in the kitchen បាទខ្ញុំកំពុងចម្អិននៅក្នុងផ្ទះបាយ The stove is very hot បាទចង្ក្រានក្តៅខ្លាំងណាស់ The stove is very hot The stove is very hot បាទសូមអរគុណច្រើនបាទសម្រាប់ពុកម៉ែបងប្អូនសិស្សានុសិស្សជាយុវជនក្តីដែលខំតាមដាននិងទស្សនានៅវីដេអូនិងសិក្សារៀនជាមួយនឹងខ្ញុំបាទតាំងពីដើមដល់ចប់បាទអញ្ចឹងសូមពុកម៉ែបងប្អូនកុំភ្លេចជួយនៅក្នុងការ like share comment និងចែករំលែកនៅវីដេអូរបស់ខ្ញុំបាទដើម្បីនឹងទទួលបាននៅវីដេអូថ្មីៗបន្តទៀតដែរដូច្នេះសូមបានជួបគ្នានៅវីដេអូក្រោយបាទសូមអរគុណសូមជម្រាបលា